សម្រាប់ឪពុកខ្លួនឯងដណ្ដើមរាជប្អូនខ្ញុំនឹងនាំអ្នកទាំងអស់គ្នាមកមើលស្ថាបត្យកម្មប្រវត្តិសាស្ត្រដ៏ល្បីល្បាញនៅស្រីលង្កាកន្លែងនេះឈ្មោះថា Lion Rock ឬមួយក៏យើងខ្មែរបូកថាថ្មសីហៈដែលមានទីតាំងនៅ Sigiriya ប្រទេសស្រីលង្កានៅសតវត្សទី5ព្រះបាទកាលឆបៈគាត់បានសម្លាប់ឪពុកខ្លួនឯងដើម្បីដណ្ដើមរាជក្រោយធ្វើបានសម្រេចហើយក៏ខ្លាចបងប្រុសគាត់សងសឹកវិញណាហើយបងប្រុសគាត់ហ្នឹងគឺជាអ្នកដែលត្រូវទទួលតំណែងបន្តពីឪពុកគាត់ហ្នឹងគាត់ភ័យខ្លាំងក៏គាត់បានរត់គេចមកនៅតំបន់ស៊ីគ្រីយ៉ាហើយគាត់បានបោះជំរំទីតាំងគាត់នៅតំបន់ថ្មធំហ្នឹងណាហើយគាត់ក៏បានបង្កើតរដ្ឋាភិបាលថ្មីខ្លួនឯងដែរពេលដែលគាត់មកដល់ហ្នឹងគាត់បានបង្កើតទៅជាសួនច្បារអាងហែលទឹកនិយាយទៅមានអីគ្រប់សពនៅហ្នឹងហ្មងជំនាន់ពីដើមហ្នឹងគឺឆ្លាតខ្លាំងមែនតើគឺគាត់រៀបដុំថ្មរៀបអីទុកដើម្បីការពារសត្រូវហ្មងបើនៅខ្លោងទ្វីវិញគឺគាត់រៀបអន្ទាក់ទុកឲ្យហើយហ្មងនៅខាងក្រោមប្រទីខ្វះគាត់ហ្នឹងគឺគាត់ឆ្លាក់ជារូបតោក៏ប៉ុន្តែសប្តាហ៍ថ្ងៃហ្នឹងគឺនៅសល់តែជើងទេខ្លួនអីគឺបាត់អស់លេញហើយថ្មមួយហ្នឹងមានកម្ពស់រហូតទៅដល់200ម៉ែត្រណាពួកខ្ញុំឡើងទៅប្រើរយៈពេល1ម៉ោងបានឡើងទៅដល់ហើយនៅលើហ្នឹងគឺគេមានអាងហែលទឹកមានចក្រានមានកន្លែងគយគុណមានអីសពគ្រប់នេះគឺជាផ្លូវដែលពួកខ្ញុំដើរចូលមកមុនហ្នឹងណាព្រះបាទកាលឆបៈហ្នឹងក៏នៅបានយូរដែរដោយសារតែបងប្រុសគាត់លើកតបមកវាយដោយសារកម្លាំងបងប្រុសគាត់ខ្លាំងពេកតបទាំងអស់ក៏បានដកថយហើយគាត់ក៏បានសម្លាប់ខ្លួនទៅក្រោយមកទៀតទីតាំងហ្នឹងត្រូវគេបោះចោលហើយក៏បានខ្លាចទៅជាវិហារសម្រាប់សាសនាពុទ្ធណាដែលមានព្រះសង្ឃទៅសមាធិនៅកន្លែងហ្នឹងក្រោយមកទៀតទៅក៏គេបោះបង់ចោលក្នុងសតវត្សទី19មានជនជាតិអង់គ្លេសក៏គាត់បានរកឃើញទីតាំងមួយហ្នឹងក្រោយមកទៀតគឺគេបានរាប់បញ្ចូលជាបេតិកភណ្ឌពិភពលោកអង្គការ UNESCO ហើយតម្លៃសម្បត្តិចូលនោះគឺម្នាក់$35